ជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះសម្បត្តិដាណេតនៅក្រុមទី2ហើយចំណុចដែលខ្ញុំធ្វើគឺខ្ញុំធ្វើទៅលើ file server ហើយនឹង group policy ហើយជាដំបូងខ្ញុំសូមអធិស្ឋានទៅកាន់លោកគ្រូដោយសារតែ laptop របស់ខ្ញុំវាមានបញ្ហាទៅលើ webcam ដល់ពេលអញ្ចឹងខ្ញុំអត់អាចបើក webcam ឲ្យលោកគ្រូបានទេអញ្ចឹងអានេះគឺជា MMC របស់ខ្ញុំបានបង្កើត OU school មួយហើយនៅក្នុង OU school ហ្នឹងមានlecturer ហើយនឹង school អញ្ចឹងខ្ញុំបានធ្វើ file server តាក់ទងនឹងការ share file រវាងgroup 2គឺ lecturer ហើយនិង student អញ្ចឹងនៅក្នុងនេះមាននៅក្នុង lecturer មាន department history ហើយនៅក្នុង student ក៏មានdepartment history ដែរអញ្ចឹងខ្ញុំនឹងធ្វើការ share file text មួយនៅក្នុងពី user របស់លោកគ្រូទៅ user របស់សិស្សអញ្ចឹងខ្ញុំនឹងទៅចូលទៅកាន់ Windows client របស់ខ្ញុំដើម្បីតេស្តជាដំបូងខ្ញុំសូម login ចូលទៅកាន់ user របស់លោកគ្រូខ្ញុំសិនឥឡូវខ្ញុំ log out ពីសិននេះសិនអូខេអញ្ចឹងខ្ញុំ login ទៅកាន់ teacher 1នេះហើយខ្ញុំចូលអូខេឥឡូវយើងចូលមក Windows យើងហ្នឹងអញ្ចឹងនៅកាន់ទៅកាន់ share folder រវាងhistory student ហើយនិង teacher student ហើយអូខេនេះគឺជា file server របស់ខ្ញុំគឺ share history អញ្ចឹងអានេះគឺជា folder exam history first year អញ្ចឹងនៅក្នុងនេះនឹងឃើញ file មួយឈ្មោះថា history test អញ្ចឹងfile នេះក្នុងproject របស់ខ្ញុំកំណត់ថា file នេះលោកគ្រូអាចលុប file នេះឬអាច edit file នេះបានអូខេអានេះអាចចូលមើលបានអញ្ចឹងគាត់អាចdelete អូខេអានេះអាច delete បានអញ្ចឹងខ្ញុំនឹងបង្កើត note មួយទៀតអូខេនេះfile ហ្នឹងខ្ញុំនឹងបង្កើតយើងអាច delete បង្កើតបានអញ្ចឹងឥឡូវយើងចូលទៅកាន់មើលshare folder ហ្នឹងនៅលើ user book student នោះឥឡូវគេបានចូលពីអូខេនេះគឺជា user របស់ student អញ្ចឹងខ្ញុំនឹងទៅកាន់ folder ហ្នឹងក៏ដែរខ IP នេះអញ្ចឹងខ្ញុំចូលមកកាន់ folder ដដែល folder share history របស់ខ្ញុំហ្នឹងការបង្កើត file server របស់ខ្ញុំហ្នឹងខ្ញុំចំពោះ file នេះខ្ញុំអាចឲ្យលោកគ្រូអីក៏អាចលុបបានតែចំពោះសិស្សវិញខ្ញុំបានកាត់ឲ្យសិស្សលុបបានទេឥឡូវខ្ញុំសាកលុបបានលុបវាទៅមើលអាចលុបបានណាអូខេអានេះវានឹងជាប់ file Sardinai សូមអរគុណលោកគ្រូការ demo តាក់ទងនឹង file server របស់ខ្ញុំបានចប់ហើយលោកគ្រូហើយចំណុចបន្ទាប់នេះខ្ញុំនឹងធ្វើការ demo ទៅលើ group policy ម្ដងអញ្ចឹងនេះគឺជា group policy ដែលខ្ញុំបានបង្កើតមាន group policy Nobel Plus ហើយនឹង developer អញ្ចឹង developer ខ្ញុំ apply ទៅលើ domain អញ្ចឹងឃើញ developer នេះនៅលើ user របស់ខ្ញុំហើយនៅលើនេះនៅលើ admin របស់ខ្ញុំក៏ឃើញ developer នេះដូចគ្នាតមកទៀតដោយសារខ្ញុំ apply វាទៅលើ admin តមកទៀតខ្ញុំកាក់ Nobel Plus នៅលើ group student អញ្ចឹង group student អាចប្រើ Flash បានទេអញ្ចឹងឥឡូវខ្ញុំនឹងតេស្ត user student ឲ្យមើល
ok này nhầm đào flash cho máy ok này cho máy này cái chia flash vào nhóm đào trên bị tự sắm á cái này cái chia cả bên flash từ lư user student chẳng việc ai phải bàn tỷ đầu tiên nhưng là cả thơ Taylor ở user bảo local đang sign out sẵn đầu tiên nhưng log cho user Chrome map trong đăng việc flash lại nó ok log cho ấy chẳng nhầm năng thơ ca tự bật flash nó mới bị đa tana cá ok ní flash ní việt tana cá thòng nát tới về mình chọn bè này thế chẳngแต่ตอนនឹងចំណុចហ្នឹងតែតនឹងគ្រប់ policy ខ្ញុំបាន demo ចប់ហើយអរគុណលោកគ្រូ Soul Crew ខ្ញុំសម្បូរមកពីក្រុមទី2នេះខ្ញុំមានបទបង្ហាញតែតនឹង DNS ហើយនឹង web server អញ្ចឹងគ្រូអញ្ចឹងខ្ញុំសូម demo តែតជាមួយនឹង DNS នៅលើ cloud ជាមុនអញ្ចឹងតែតកន្លែងនេះខ្ញុំសូមចូលមកកាន់ tool ខ្ញុំសូមយកពាក្យរកពាក្យ DNS server អានេះគឺជា DNS server របស់ខ្ញុំដែលខ្ញុំបានបង្កើតខ្ញុំបានcreate ទៅលើ zone lookup ហើយនឹង forward zone lookup ចឹងណាលោកគ្រូហើយនៅក្នុងនេះខ្ញុំបាន create zone មួយហើយដែរអញ្ចឹងខ្ញុំសូមធ្វើការបង្ហាញទៅលើ result នៅក្នុង comment មកទៅចឹងនេះគឺជា zone DNS server របស់ខ្ញុំដែលខ្ញុំបាន create មុនហ្នឹងដែលមានឈ្មោះIP មួយនេះចឹងយើងវាយ look up មកហើយផាសទៅនឹង domain របស់យើងមកអញ្ចឹងវានឹង show IP នៅខាងក្រោមនេះគឺ domain របស់យើងគឺមាន IP ប៉ុណ្ណឹងចឹងទៅចឹងនេះ server ក៏ខ្ញុំបាន create រួចហើយអញ្ចឹងខ្ញុំសូមចូលមកកាន់ ISS នេះអញ្ចឹងនេះគឺជា web server ដែលខ្ញុំបាន create នៅក្នុងនេះខ្ញុំ create បានមានដូចជា HTTP ហើយនិង HTTPS អញ្ចឹងនេះគឺជា web server របស់ខ្ញុំនៅក្នុងនេះនៅក្នុង site នេះគឺមានឈ្មោះខ្ញុំតែម្ដងហើយនៅកន្លែងនេះគឺខ្ញុំបាន create នៅ HTTP ដែលដាក់ទៅលើ host របស់យើងហើយនឹង IP របស់ខ្ញុំផ្ទាល់ដូចគ្នាក្នុងនេះគឺ link នេះគឺ link ទី1គឺទៅលើ HTTP ហើយនឹង link ទី2ទៅតនឹង HTTPS ហើយក្នុង link HTTP នេះគឺខ្ញុំបាន add ទៅលើ static ទេដាក់ទៅលើឈ្មោះរបស់ខ្ញុំនៅក្នុង website ហ្នឹងអញ្ចឹងទៅអូខេចឹងខ្ញុំសូមផាសខ្ញុំសូមបង្ហាញនៅលើ Firefox ទៅទៅអូខេយើងវាយទៅលើ HTTP ហើយនឹង IP របស់យើងមិញហ្នឹងអូវាយ link ខុស
នៅក្នុងនេះវានឹងលេងចេញមកនៅជា HTML tag មួយដែលខ្ញុំបាន set ជា file HTML ហ្នឹងគ្រូអញ្ចឹងទៅលើ web server ហើយនិង DNS server នៅក្នុង cloud របស់យើងគឺខ្ញុំមានប៉ុណ្ណឹងហើយចំណុចបន្ទាប់ខ្ញុំនឹងទៅបង្ហាញនៅក្នុង VMware Workstation របស់យើងអូខេខ្ញុំសូម move screen ទៅកាន់ DNS server domain name server របស់យើងនៅក្នុង cloud នៅក្នុង VMware របស់យើងក៏ខ្ញុំបាន create ទៅលើ DNS មួយដែរនៅក្នុងនេះលោកគ្រូឃើញមានទាំង server name ហើយនិង IP address របស់វាអញ្ចឹងខ្ញុំសូមបង្ហាញទៅទៅអញ្ចឹងនៅក្នុងនេះកុំឲ្យខាត់ពេលយូរយើងមើលទៅនៅ result ទៅមកទៅក្នុងនេះវាលក្ខណៈស្តៀងដូចតែនៅក្នុង cloud ដូចគ្នាក៏ប៉ុន្តែខ្ញុំ create តែប្រើ host ផ្សេងគ្នាអញ្ចឹងលោកគ្រូអញ្ចឹងយើងប្រើ DNS NS lookup ដូចគ្នាហើយនឹង pass ទៅលើ domain name មកវានឹងចេញ IP address របស់វាដូចគ្នាអញ្ចឹងខ្ញុំបាន create នោះហើយអញ្ចឹងនេះវានឹងបង្ហាញទៅលើ IP ដែល host ឬក៏ server មួយហ្នឹងវាមាន IP របស់វាអញ្ចឹងទៅអូខេនេះគឺជា DNS server របស់ខ្ញុំហើយចំណុចបន្ទាប់ខ្ញុំបង្ហាញមួយទៀតទាក់ទងទៅនឹង IIS ឬក៏ web server មួយហ្នឹងអញ្ចឹង web server មួយហ្នឹងវាលក្ខណៈដូចតែនៅក្នុង cloud ទេគាត់យើងធ្វើនៅក្នុង VMware នេះអញ្ចឹងនៅក្នុង site ដូចគ្នាខ្ញុំបានបង្កើតនៅ web ដែលមានឈ្មោះរបស់ខ្ញុំផ្ទាល់ដូចគ្នាហើយនៅក្នុងនេះក៏ខ្ញុំបានបង្កើតទាក់ទងទៅនឹង browser website ដែលមានជា HTTP និង HTTPS ដូចគ្នាក៏ប៉ុន្តែខ្ញុំប្រើកន្លែងនេះគឺប្រើ port ឬក៏ IP ខុសគ្នាពីលើ cloud ចឹងទៅនៅនេះលោកគ្រូអាចឃើញយើងមាន link ទាក់ទងនឹង HTTP និង HTTPS ចឹងណាលោកគ្រូអូខេចំណុចដែលខ្ញុំ demo គឺអស់ហើយមានតែប៉ុណ្្នឹងទេអរគុណលោកគ្រូជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះឈូសុបញ្ញាខ្ញុំបាទមកពីក្រុមទី2ហើយខ្ញុំបាទថ្ងៃនេះមកសូវ project ឲ្យលោកគ្រូមើលអញ្ចឹងណាលោកគ្រូដាក់ឲ្យធ្វើហើយតើតើជាមួយ project របស់ខ្ញុំគឺចំណុចទី7និងទី8តើតើជាមួយនឹង VPN និង terminal អញ្ចឹងខ្ញុំបានធ្វើជាមួយនឹង VPN តើតើជាមួយ VPN របស់យើងហ្នឹងអញ្ចឹងទី1យើងចូលមកកាន់ account cloud របស់យើងតែម្ដង AWS ហ្នឹងហើយយើងចូលទៅក្នុង VPC ដើម្បីយើងទៅបង្កើតជាមួយនឹងVPC របស់យើងហ្នឹងដើម្បីបង្កើតជាមួយ VPN នេះណាយើងចូលទៅបង្កើត VPC របស់យើងមួយសិនហើយអានេះគឺជា VPC ដែលខ្ញុំបានបង្កើតរួចហើយលោកគ្រូអញ្ចឹងយើង check វាមើលសិនតើតើជាមួយនឹងការបង្កើត VPC ហើយគឺ step បន្ទាប់គឺយើងចូលទៅក្នុង subnet mask យើងត្រូវបង្កើតជាមួយនឹង subnet mask មួយទៀតអញ្ចឹងយើងបង្កើត subnet mask របស់យើងគឺវាមាន4អញ្ចឹង subnet mask យើងអាច control វាបានទៅលើ address range control វាបានទៅលើ internet access អីផ្សេងមកដើម្បីអាហ្នឹងហើយយើងមាន4នេះលោកគ្រូអញ្ចឹងយើងមានជាមួយនឹង VPC ហើយយើងបកទៅកាន់ EC2 របស់យើងដើម្បីទៅមើលនៅក្នុង instance អញ្ចឹង instance ហ្នឹងគឺខ្ញុំបានបង្កើត VPN មួយស្រាប់ហើយអញ្ចឹងសម្រាប់ការបង្កើត VPN ហ្នឹងយើង select យក Linux 2022ហើយនឹងយើងដាក់ឈ្មោះវាទៅតាមហ្នឹងទៅអានេះគឺជា VPN របស់ខ្ញុំកំពុងតែ run ហើយខ្ញុំបាន download ជាមួយនឹង private key របស់យើងហើយអញ្ចឹងយើងខ្ញុំដល់ចំណុចកន្លែងនេះគឺខ្ញុំនឹងជួយគ្រូមើលពី problem របស់ខ្ញុំគ្រូអញ្ចឹងទី1យើងចូលទៅក្នុងកន្លែង connect ដើម្បី connect យកជាមួយនឹង VPN ហ្នឹងយកមកប្រើហើយអ្វីដែលសំខាន់គឺយើង download ជាមួយនឹង file នេះតែខ្ញុំបាន download ហើយខ្ញុំត្រូវការ get password អញ្ចឹងចូលមកដល់កន្លែង get password get window password នេះខ្ញុំចូលមកក្នុងកន្លែង upload private key file នេះនេះលើគេគឺជា file របស់ខ្ញុំហើយខ្ញុំ upload យើងចុចពាក្យថា descript password មក
ប៉ុន្តែវាចេញជាបែបនេះលោកគ្រូអានេះហើយជា problem របស់ខ្ញុំអញ្ចឹងលោកគ្រូហើយ project របស់ខ្ញុំគឺមានតែប៉ុណ្្នឹងវាតាក់អាកន្លែងហ្នឹងលោកគ្រូហើយតាក់ទងជាមួយនឹង terminal server terminal server ខ្ញុំអត់ទាន់បានធ្វើទៅដល់ទេប៉ុន្តែ terminal server វាមានគុណប្រយោជន៍ច្រើនវាអាច install software បានហើយវាអាចប្រើជា command line ផ្សេងៗដើម្បីយកទៅប្រើប្រាស់នៅក្នុងភាសាអីផ្សេងៗអញ្ចឹងដូចជា Linux Windows អីផ្សេងៗយកប្រើទៅតាម command line របស់យើងហើយវាអាច manage file និង service ដែលយើងចង់ manage ទៅកាន់ file ណាឬក៏យើងចង់ប្រើជាមួយនឹង service មួយណាគឺបានទៅតាមនឹងដូចគ្នាគ្រូបាទគ្រូអស់ហើយបច្ចេកខ្ញុំប៉ុណ្្នឹងអស់សូមឲ្យមិត្តភក្តិខ្ញុំបន្តម្ដងជំរាបសួរលោកគ្រូខ្ញុំបានឈ្មោះធីមរតរ៉ូមកពីក្រុមទី2ខ្ញុំធ្វើការធ្វើបទបង្ហាញលើចំណុចរបស់ខ្ញុំលេខ9លេខ10ហើយចំពោះចំណុចទី10 database ខ្ញុំធ្វើអត់បានទេដោយសារtry C វា full ទៅធ្វើបានទេអញ្ចឹងធ្វើបានតែមួយចំណុចអញ្ចឹងសូមចាប់ដើមអានេះដោយសារយើងបង្កើត DHCP server ហើយអញ្ចឹងយើងចូលកន្លែង search យើងវាយ CMD មកដើម្បីឆែកទៅលើទាំង AD វាជាប់មាត់អូខេចាំបន្តិចយើងវាយ command form មកហើយវាចេញបែបនេះបើសិនជា load yes មានន័យថាវាដំណើរការធម្មតាបើសិនជាអត់ load yes ទេមានន័យថា ADMP DAP server ហ្នឹងវាអត់ដំណើរការទេអញ្ចឹងចំពោះចំណុចរបស់ខ្ញុំមានតែប៉ុណ្្នឹងទេហើយចំពោះចំណុចទី10សូមអធិស្ឋានទៅកាន់លោកគ្រូផងដោយសារធ្វើអត់បានទេតើអស់ចំណានពលលោកគ្រូស្មាមកពីក្រុមទី2ហើយស្មាថ្ងៃនេះនឹងនិយាយចំណុចនេះទី11 12ហើយនិង13ទី1គឺ backup server ហើយនិង load balancing ហើយនិង failover cluster អូខេមុននឹងចូលទៅដល់ demo ស្មាថានិយាយថា backup ហ្នឹងយើងធ្វើដើម្បីអី backup ហ្នឹងគឺយើងដើម្បីរក្សា backup file ដែលយើងច្រឡំលុបឬក៏យើងច្រឡំរົບឬក៏យើង remove ទៅណាអីផ្សេងយើងអាច backup មកវិញបានអូខេអញ្ចឹងយើងចូលទៅ cloud ហ្មងនេះចូលមកដល់ឯនេះស្មើនឹង remote ចូលទៅក្នុង server របស់ស្មើអូខេគេនេះ password គេចាំតិចអូខេរងចាំនេះបានចូលមកដល់ក្នុង server របស់អាត្មាហើយតែអាត្មាបានបង្កើតនៅក្នុង cloud ជាដំបូងគឺជំហានដំបូងចូលទៅ server manager ដើម្បីទៅធ្វើ backup server គេរងចាំឲ្យវា install ឲ្យគ្រប់សិនអូខេបន្ទាប់ពីចេញចេះហើយអាត្មានឹងចូលទៅធ្វើ backup server តែម្ដងយើងចូលមក Windows backup server រៀង slow បន្តិចអូខេបន្ទាប់មកយើងចុច local backup មករងចាំវាអូ
ខេនេះគឺជា backup ដែលអាត្មាបាន backup successful ហើយព្រោះពេលវេលាយើងតិចអញ្ចឹងយើងអត់អាចធ្វើ backup តាមអីទេហើយបន្ទាប់ពីចុចចប់ backup អាត្មានឹងចូលមកដល់ចំណុចមួយទៀតគឺ load balance គេហៅថា web server អាហ្នឹងយើងធ្វើដើម្បីចែកចរាចរណ៍របស់ server ហ្នឹងដើម្បីដឹងវាដាច់ web server មួយយើងអាចយើងបង្កើត server web មួយដើម្បីខុសនៅលើ local យើងអាច run នៅលើ local ក៏បានហើយនឹងក្រៅ local ក៏បានslow ok ដល់កន្លែងនេះយើងដាក់ http free slow រងចាំតិចវា slow នៅក្នុង server អូខេអានេះនៅក្នុងlocal host អាហ្នឹងដែលអាត្មាបានធ្វើហើយព្រោះអត់អាច detail ឆ្ងាយទេព្រោះពេលវាតិចអូខេយើងចេញទៅ browser តេស្តនៅ browser ដើម្បីតេស្តក្រៅPHP local hostអូខេវានឹង load web server មួយទេព្រោះអាត្មាបានបង្កើតscope បង្កើតនៅក្នុង local ឲ្យវាចេញមកក្រៅអញ្ចឹងអត់អាច detail ពី step យើងធ្វើមិនទេព្រោះពេលវាតិចអញ្ចឹងយើងចប់នៅកន្លែងចប់នៅចំណុចទី12នេះ load balance អូខេចូលនៅចំណុចទី13 failover server នៅកន្លែងនេះយើង run command យកហ្មងយើងចូលមកយើង cmd អូខេ ip config renew រងចាំបន្តិចអូខេនេះវា success អស់ហើយគេចំណុចទី13មានតែប៉ុណ្្នឹងអរគុណលោកគ្រូជាចុងក្រោយក្រុមអាត្មាសូមជម្រាបស្ដីលោកគ្រូព្រោះនៅក្នុងក្រុមមាន6នាក់ហើយថ្ងៃនេះមកបានតែ5នាក់ទេព្រោះម្នាក់ទៀតគាត់ទៅប្រទេសក្រៅដោយគាត់ទៅប្រទេសក្រៅហើយគាត់បានសុំលោកគ្រូហើយដូចចិត្តនេះ
ក្រុមអាត្មានឹងទុក document ឲ្យគាត់ធ្វើដើម្បីយកបានបន្ទុកខ្លះដើម្បីបានជាប់ទាំងអស់គ្នាអញ្ចឹងហើយdemo ហ្នឹងនៅក្នុងវគ្គកន្លែងគាត់ហ្នឹងអត់បាន demo ទេនៅក្នុងថារបស់គាត់ហ្នឹងព្រោះគាត់នៅក្រៅប្រទេសហើយថាផ្សេងហ្នឹងគឺកន្លែងខ្លះនៅក្នុងវា5អ្នកខ្លះអត់បានបង្ហាញទេព្រោះពេលវេលាយើងតិចយើង30នាទីអញ្ចឹងហើយអរគុណជាចុងក្រោយអរគុណលោកគ្រូបានប៉ូលី អរគុណលោកគ្រូអរគុណ បាទជំរាបសួរលោកគ្រូចឹងចូលមកដល់ part របស់ខ្ញុំហើយចឹងខ្ញុំនឹង demonstrate ទៅលើ server component 2នៃ project assignment មួយហ្នឹងចឹងសម្រាប់ part របស់ខ្ញុំគឺមាន2គឺទី1គឺ focus ទៅលើ mail server ហើយទី2គឺទៅលើ FTS server ដែរទាំងពីរហ្នឹងគឺខ្ញុំធ្វើនៅលើ AWS cloud ចឹងខ្ញុំ not only show how the system work ក៏ប៉ុន្តែនឹង explain ដូចគ្នានៅ headway បាន step នីមួយៗវាសំខាន់ចាប់ផ្ដើមចេញពី system design រហូតទៅដល់ security perspective ចឹងសម្រាប់ part ទី1គឺតាក់ទងទៅនឹង mail server ចឹងខ្ញុំនឹងនិយាយពី mail server ពីដំបូងចឹងយើងត្រូវតែយល់អ្វីជា mail server ចឹង mail server គឺវា responsible សម្រាប់ sending email ដូចជា notification ឬក៏ system message ចឹងទៅហើយ instead of building a traditional mail server ដោយ manually ហើយខ្ញុំក៏បានប្រើmanage cloud approach ដែលវា improve reliability security ហើយក៏ avoid spam មួយចំនួនហើយអាច maintenance issue បានដូចគ្នាអញ្ចឹងសម្រាប់ key protocol ដែលខ្ញុំប្រើឥឡូវហ្នឹងគឺប្រើ SMTP ដែលមានន័យថា simple mail transfer protocol អញ្ចឹងអាហ្នឹងគឺជា standard way application ដែលសម្រាប់ប្រើ send email អូខេអញ្ចឹងឥឡូវគឺខ្ញុំបានចូលមកដល់ AWS console ហើយក៏ខ្ញុំបានចូលមកកាន់ Amazon SES ដូចគ្នាកន្លែងនេះចឹងអានេះគឺអ្វីដែលខ្ញុំបានបង្កើតហ្នឹងគឺ email របស់ខ្ញុំឃើញកន្លែង identity type កន្លែងនេះគឺវា already verify សម្រាប់ email ហ្នឹងហើយសម្រាប់ identity កន្លែងនេះគឺយើងអាចឃើញ sender identity គឺ verify ហើយចឹងវាមានន័យថាវាអាច prevent spoofing កន្លែងនេះហើយសម្រាប់ application មួយហ្នឹងគឺ authenticate វាគឺប្រើ SMTP credential ចឹងមានន័យថាតើតែ authorized system បានអាច send email បានបដូរទៅ part ទី2 move ទៅ part ទី2ព្រោះ part នេះមានអីបញ្យល់ច្រើនទេអញ្ចឹងអាច demonstrate more ទៅលើ FTP server វិញម្ដងអូខេអញ្ចឹងសម្រាប់ FTP server កន្លែងនេះគឺខ្ញុំនឹងនិយាយពីទៅលើ file transfer protocol ដែលយើងប្រើសម្រាប់ upload ឬក៏ download file អញ្ចឹងយើងដឹងស្រាប់ហើយថា traditional FTP គឺអត់សូវ secure មែនទេព្រោះវា send data ឬក៏ send តំណែងហ្នឹងជា plain text អញ្ចឹងកន្លែងនេះគឺខ្ញុំ implement SFTP ដែលមានន័យថា SSH file transfer protocol ហើយ FFTP គឺ run over SSH ដែលវាអាច providing encryption ជាមួយនឹង secure authentication កន្លែងហ្នឹងអូខេអញ្ចឹងខ្ញុំចូលកន្លែងនេះគឺយើងចូលមកដល់ console AWS កន្លែងនេះគឺ AWS transfer family កន្លែងហ្នឹងអញ្ចឹងអានេះគឺជា server របស់ខ្ញុំហើយក៏យើងមាន user ដូចគ្នាហើយអាហ្នឹងគឺជា SFTP server ដែល user នីមួយៗគឺ authenticate ដោយប្រើ SSH key ជំនួសដោយ password អញ្ចឹងមានន័យថា user នីមួយៗគឺគាត់អាច map ទៅកាន់ specific folder មួយនៅក្នុង Amazon S3 នេះ Amazon S3 កន្លែងហ្នឹងដែលវាធ្វើជា storage backend របស់យើងអូខេអញ្ចឹងឥឡូវគឺខ្ញុំ demo show screen ហ្មងទៅគឺខ្ញុំបើក PowerShell របស់ Windowsចឹងអានេះគឺ PowerShell របស់ខ្ញុំចឹងខ្ញុំនឹងព្យាយាម connect ពី PowerShell នេះទៅកាន់ AWS ដោយប្រើ SSH key ដែលយើងបានពី server កន្លែងនេះអូខេចឹងកន្លែងហ្នឹងក៏ខ្ញុំបាន save វានៅក្នុង notepad ដូចគ្នាគឺគ្រាន់តែចេះមក copy ចឹងកន្លែងនេះអូខេនេះ reload connected successful មានន័យថាយើងបានចូលទៅកាន់ SFTP server ពី local machine របស់យើងដោយប្រើ SSH key authentication នេះអូខេចឹងឥឡូវខ្ញុំ exit វិញសិនdemo កន្លែងនេះគឺចាំមើលគឺខ្ញុំបង្កើត file មួយដែលមានឈ្មោះថា demo.txt អូខេបានបង្កើតហើយអញ្ចឹងគឺយើងឃើញ file របស់យើងនេះកន្លែងនេះ demo.txt កន្លែងនេះហើយអូខេអញ្ចឹងដល់ពេលដែលឃើញហើយគឺខ្ញុំចាប់ផ្ដើម connect ទៅ AWS ម្ដងទៀតអូខេគឺ connect successful ហើយអញ្ចឹងខ្ញុំសាក upload demo.txt កន្លែងនេះអូខេអញ្ចឹងមុននឹង upload គឺខ្ញុំមក show កន្លែងនេះសិនយើងសាកចូលទៅមើលកន្លែង S3 របស់យើងដែលយើងបានបង្កើតជា storage backend ប្រើ Amazon S3 កន្លែងហ្នឹងអញ្ចឹងយើងចូលទៅមើល storage របស់យើងអូខេនេះ folder គឺអត់ទាន់មាន file upload ចូលទេអញ្ចឹងចាំមើលកន្លែងនេះគឺខ្ញុំ upload file demo.txt ចូលអូខេកន្លែងនេះគឺខ្ញុំបាន upload ចូលហើយនេះគឺ 100% អញ្ចឹងយើងចូលមកមើលនៅក្នុង file នៅក្នុង S3 យើងវិញនេះយើងឃើញនេះ demo.txt January 5 2026 ម៉ោង 10
គឺ upload មុនហ្នឹងគឺខ្ញុំបាន upload មុនហ្នឹងអញ្ចឹងមានន័យថាយើងអាច upload file ចូលចេញពី local machine របស់យើងទៅកាន់ AWS កន្លែងហ្នឹងអូខេអញ្ចឹងយើងអាចធ្វើការ download វិញមកវិញបានដូចគ្នាដោយគ្រាន់តែប្រើ get demo កន្លែងនេះអូខេអញ្ចឹងកន្លែងនេះគឺយើងអាចឃើញដូចគ្នាគឺយើងបាន download មកកាន់ local machine របស់យើងវិញអញ្ចឹងសម្រាប់ pad របស់ខ្ញុំគឺចប់ហើយគឺមានតែពីរ pad ហ្នឹងគឺទី1តាក់ទងទៅនឹង mail server ទី2គឺតាក់ទងទៅនឹងការ FTP សម្រាប់ upload ឬក៏ download file នៅក្នុង AWS Cloud ហ្នឹងសូមអរគុណ